ជាខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីថ្ងៃនេះពួកយើងទាំងអស់គ្នាបានចូលមកថ្ងៃនេះសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់នៅជុំវិញពិភពលោកសូមចូលរួមសហការគ្នាដើម្បីជួយដល់ប្រទេសខ្មែរយើងឲ្យរួចផុតពីសង្គ្រាមយើងមានការឈឺចាប់ខ្លាំងណាស់ដែលឃើញប្រជាជនយើងស្លាប់ក្មេងមនុស្សចាស់ថៃបានបាញ់កំទេចសាលារៀនស្ពានវត្តអារាមនិង Ancient Temple របស់យើងមន្ទីរពេទ្យរបស់យើងមានការឈឺចាប់ណាស់ហើយប្រជាជនជាច្រើនបានរត់គេចភៀសខ្លួនគ្មានម្ហូបចំណីគ្មានទីកន្លែងរស់នៅសមរម្យគឺពួកគាត់វេទនាណាស់ខ្ញុំឃើញខ្មែរទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសបានជួយជាអំណោយទៅដល់ប្រជាជនខ្មែរយើងដែលគាត់កំពុងតែវេទនាលំបាកប៉ុន្តែនាងខ្ញុំសូមអំពាវនាវបន្ថែមទៀតដល់ខ្មែរយើងទាំងអស់គ្នាត្រូវតែរួបរวมគ្នាដើម្បីថែរក្សាការពារប្រទេសខ្មែរយើងឲ្យគង់វង្សសុខសន្តិភាពហើយខ្ញុំនឹងសូមអំពាវនាវដល់ថ្នាក់ដឹកនាំនៅជុំវិញពិភពលោកដូចជាUnited Kingdom United States China ទាំងអស់នឹងថ្នាក់ដឹកនាំដទៃទៀតជាច្រើននៅជុំវិញពិភពលោកសូមលោកកុំនៅពង្រើយកន្តើយនៅការឈឺចាប់របស់ប្រជាជនខ្មែរយើងដែលអំពាវនាវសូមអង្វរដល់ការជួយពីថ្នាក់ដឹកនាំទាំងអស់ដើម្បីបញ្ឈប់សង្គ្រាមbetween ខ្មែរយើងហើយនិង Thailand ដោយសារតែថ្នាក់ដឹកនាំរបស់ថៃចង់បានប្រទេសខ្មែរយើងចង់បានអំណាចគាត់តែងតែរកវិធីដើម្បីកាប់សម្លាប់ខ្មែរយើងចង់បានទឹកដីខ្មែរយើងជាច្រើនរយឆ្នាំពាន់ឆ្នាំមកហើយពិភពលោកក៏ដឹងដែរសូមថ្នាក់ដឹកនាំទាំងអស់កុំនៅស្ងៀមសូមជួយដល់ប្រទេសខ្មែរយើងខ្ញុំដឹងថាមិនត្រឹមតែប្រជាជនខ្មែរទេដែលមានការឈឺចាប់សូមបីតែប្រជាជនថៃក៏មានការឈឺចាប់ដែរសូមប្រជាជនថៃទាំងអស់ភ្ញាក់ឡើងក្រោកឡើងដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដើម្បីឲ្យ stop war between Cambodia និង Thailand គ្មានអ្វីចំណេញទេក្នុងការធ្វើសង្គ្រាមមានតែការកិច្ចទីហិនហោចបែកបាក់និងស្លាប់ឈឺចាប់ខ្ញុំសូមអំពាវនាវទាំងប្រជាជនខ្មែរនិងប្រជាជនថៃជួយដើម្បីបញ្ឈប់នៅសង្គ្រាមដ៏ឈឺចាប់នេះដើម្បីយើងរស់នៅសុខសន្តិភាពកន្លងមកយើងបានសុខសន្តិភាពនៅតាមព្រំប្រទល់ប៉ុន្តែដោយសារថ្នាក់ដឹកនាំរបស់ថៃដែលមានចិត្តលោភលន់ចង់បានប្រទេសខ្មែរបានបង្កើតសង្គ្រាមដើម្បីកាប់សម្លាប់មិនត្រឹមតែស្លាប់ប្រជាជនខ្មែរទេព្រមទាំងប្រជាជនថៃថែមទៀតអញ្ចឹងមិនថាប្រជាជនខ្មែរនិងថៃទេត្រូវរួមគ្នាដើម្បីបញ្ឈប់សង្គ្រាមទាំងនេះខ្ញុំសូមអរគុណ